Bộcនោះគឺជាពូឈឿនតើហេតុអ្វីបានជាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះអើពិតមែនហើយកូនអាឈឿនអើយអាឈឿនហេតុអ្វីបានជាឯងធ្លាក់ខ្លួនដល់ថ្នាក់នេះអញ្ចឹងបងប្រុសពេលនេះខ្ញុំធ្លាក់ខ្លួនហើយភ្លើងឆេះផ្ទៀននឹងអាជីវកម្មរបស់ខ្ញុំវាត្រូវបានខូចខាតទាំងស្រុងអស់ហើយបងប្រុសអើអាប្រកាច់ឯងនេះពេលអញឈឺមិនជួយអញទេវាទៅជួយស្រីស្អាតឯណោះវិញឆ្កុយឥឡូវធ្លាក់ខ្លួនបែរជាមករោអញមានលោកសេដ្ឋីម្នាក់គាត់មានចិត្តល្អខ្លាំងណាស់ប៉ុន្តែការចិត្តល្អរបស់គាត់នេះគឺដោយមនុស្សផងដែរគឺគាត់ជួយតែស្រីស្អាតតែប៉ុណ្ណោះចំពោះមនុស្សប្រុសវិញគឺរឿងពិបាកបន្តិចហើយគាត់មានឈ្មោះថាលោកសេដ្ឋីឈឿនលោកសេដ្ឋីហើយលោកសេដ្ឋីខ្ញុំសុំខ្ចីប្រាក់ខ្លះបានទេពេលនេះសត្វល្អិតវាបំផ្លាញដំណាំខ្ញុំអស់ហើយស្អីគេទៅអាឆយសត្វល្អិតបំផ្លាញដំណាំរបស់ឯងហើយឯងមកប្រាប់យើងធ្វើអីយើងមិនមែនជាអ្នកសង្គ្រោះដំណាំរបស់ឯងទេវើបាទខ្ញុំដឹងហើយលោកសេដ្ឋីប៉ុន្តែខ្ញុំត្រូវការប្រាក់ជាបន្តខ្ញុំចង់សុំខ្ចីប្រាក់លោកសេដ្ឋីខ្លះយកទៅទិញថ្នាំកម្ចាត់សត្វល្អិតបើខ្ញុំកម្ចាត់វាមិនតាន់ទេឆ្នាំនេះខ្ញុំខាតធំហើយអើនេះក៏មកពីឯងដែរអាឆយឯងដាំដំណាំមិនក៏ឯងមិនមើលផងបានជាឯងមិនដោយឲ្យសត្វល្អិតវាមកបំផ្លាញដំណាំឯងអញ្ចឹងហើយយើងគ្មានប្រាក់ឲ្យឯងខ្ចីនោះទេយើងជួយតែអ្នកទុនខ្សោយតែប៉ុណ្ណោះឯងនៅក្មេងកម្លាំងខ្លាំងអញ្ចឹងហើយឯងច្បាស់ជាមានដំណោះស្រាយដោយខ្លួនឯងហើយលោកសេដ្ឋីហេតុអ្វីក៏លោកសេដ្ឋីនិយាយអញ្ចឹងតម្រាំតែខ្ញុំកម្ចាត់វាអស់ប្រហែលជាសត្វល្អិតវាស៊ីដំណាំខ្ញុំខ្ទេចអស់ហើយណែយើងមិនដឹងទេវើយរឿងរបស់ឯងដោះស្រាយដោយខ្លួនឯងទៅលោកសេដ្ឋីចាអូនចំបៃតើអូនមានការអ្វីដែរទៅបានជាអូនមកផ្ទះបងដូចនេះចាបងសេដ្ឋីខ្ញុំអស់ម្សៅលាបហើយខ្ញុំអត់មានប្រាក់ទេខ្ញុំចង់សុំខ្ចីប្រាក់បងសេដ្ឋីខ្លះយកទៅទិញលេនឹងម្សៅលាបបងសេដ្ឋីមើលស្បែកខ្ញុំចោះវាខ្មៅហើយស្អាតទៀតសូមបងសេដ្ឋីជួយខ្ញុំផងណាស្លាប់ហើយអូនចំបៃហេតុអ្វីក៏អូនមិនប្រាប់បងពីដំបូងអញ្ចឹងសម្រស់អូនកំពុងតែស្អាតផងបើទុកយូរបែបនេះច្បាស់ជាខូចសម្រស់អស់ជាមិនខានទេហកនេះអូនយកប្រាក់បងទៅយកទៅទិញលេលាបចុះណាអូនបន្ធូរឲ្យលោកសេដ្ឋីខ្ញុំមានការធំប្រប៉ុណ្ណានៃបែរជាលោកសេដ្ឋីមិនជួយតែជួយស្រីអាណានៅវិញឆ្កុយណែអាឆយអូនចំបៃគឺជាស្ត្រីភេទគេជាភេទទុនខ្សោយយើងត្រូវតែជួយគេអញ្ចឹងហើយចំណែកឯងជាមនុស្សប្រុសមានកម្លាំងខ្លាំងបញ្ហាប៉ុណ្ណឹងឯងដោះស្រាយមិនចេញទេឬយ៉ាងណាបានហើយខ្ញុំឈប់និយាយហើយអ្នកទាំងពីរនៅនិយាយគ្នាបន្តទៀតចុះបងសេដ្ឋីអញ្ចឹងខ្ញុំគិតថាលាបងទៅវិញហើយណាអូនចំបៃអូនប្រញាប់ទៅចោះសម្រស់អូនកំពុងតែស្អាតផងបើទុកឲ្យយូរបែបនេះច្បាស់ជាខូចសម្រស់អស់ជាមិនខានទេហើយយ៉ារាល់ថ្ងៃនេះខ្ញុំជាមនុស្សចិត្តល្អណាស់មានចិត្តល្អចេះជួយអ្នកដទៃហេតុអ្វីក៏មនុស្សមួយចំនួនពួកគេនៅតែមិនចូលចិត្តខ្ញុំអញ្ចឹងហើយខ្ញុំពិតជាមិនយល់មែននៅខណៈពេលដែលលោកសេដ្ឋីឈឿនកំពុងតែធ្វើដំណើរនោះគេក៏បានជួបនឹងនារីម្នាក់ទៀតបងសេដ្ឋីហើយបងតាណានឹងខ្ញុំគិតថាទៅរកបងប៉ុន្តែនៅពេលដែលខ្ញុំដើរផ្លូវនេះក៏ជួបបងឯងតែម្ដងទៅហេមានក៏អីអូនពិតជាចៃដន្យពេកហើយអូនរកបងមានការអ្វីដែរទៅគេខ្ញុំខ្ញុំយ៉ាងម៉េចទៅអូនឆាប់និយាយមកតើអូនកំពុងតែមានរឿងអ្វីចង់និយាយប្រាប់បងតើមែនទេរាល់ថ្ងៃនេះបងសេដ្ឋីចិត្តល្អណាស់អ្នកណាក៏ល្បីអំពីឈ្មោះបងដែរអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាមកខ្ចីប្រាក់បងសេដ្ឋីតែម្ដងទៅអូនឯងចង់ខ្ចីប្រាក់មែនទេតើអូនខ្ចីប៉ុន្មានទៅហើយយកប្រាក់នោះទៅធ្វើអ្វីដែរគឺអញ្ចឹងណាបងគ្រួសាររបស់ខ្ញុំក្រហើយខ្ញុំមានប្អូនដែលត្រូវរៀនរាល់ថ្ងៃខ្ញុំត្រូវការប្រាក់មួយចំនួនយកទៅឲ្យគេសិក្សាបន្ថែមនៅរាជធានីអញ្ចឹងហើយទៅបានជាខ្ញុំមករកបងសេដ្ឋីនឹងណាអូនចម្ប៉ាការរៀនសូត្រគឺចាំបាច់ណាស់មិនអីទេចាំបងឲ្យឯងខ្ចីតើឯងត្រូវការប្រាក់ប៉ុន្មានដែរទៅចាបងសេដ្ឋីខ្ញុំត្រូវការតែ2លានរៀលនោះទេតែប៉ុណ្ណឹងទេអីមិនអីទេចាំថ្ងៃស្អែកនេះចាំអូនទៅយកប្រាក់នៅឯផ្ទះបងចុះណាអើយបងសេដ្ឋីចិត្តល្អមែន
បានលើគេនិយាយ100 ដងមិនស្មើនឹងបានជួបម្ដងទេបងសេដ្ឋីសង្ហាហើយចិត្តល្អទៀតខ្ញុំពិតជាអរគុណខ្លាំងណាស់ មិនអីទេអូនជាស្ត្រីភេទទន់ខ្សោយហើយថែមទាំងស្រស់ស្អាតទៀតបងត្រូវតែជួយអញ្ចឹងហើយ លោកសេដ្ឋីឈឿនម្នាក់នេះគេជួយតែស្រីស្អាតតែប៉ុណ្ណោះនៅចិត្តភូមិនោះដែរក៏មានបរិសកំសត់ម្នាក់គេមានឈ្មោះថាវិបុលរាល់ថ្ងៃគេរស់នៅជាមួយនឹងឪពុករបស់គេដែលមានជំងឺជាប់នឹងកាយហើយការងារទាំងអស់វិបុលជាអ្នករ៉ាប់រងគ្រប់យ៉ាងមិនថាការរកប្រាក់ឬការធ្វើស្រែចម្ការអ្វីឡើយវិបុលគេតស៊ូណាស់គេមិនដែលត្អូញត្អែរនឹងការងាររបស់គេឡើយក ូនប្រុសហាឲ្យពុកសុំទោសដែលពុកមិនអាចជួយអ្វីដល់កូនបាន មិនអីទេពុកកំប្រឹងនិយាយពេកអីពេលនេះពុកកំពុងតែឈឺផងពុកសម្រាប់ចន់ណាការងារបន្តិចបន្តួចប៉ុណ្ណឹងកូនអាចធ្វើម្នាក់ឯងបានក ូនប្រុស កូនល្អពេកហើយ អះមែនហើយពុកខ្ញុំឮថាពូឈឿនឥឡូវនេះគាត់មានប្រាក់សម្បើមណាស់ខ្ញុំគិតថាទៅខ្ចីប្រាក់គាត់ដើម្បីយកមកព្យាបាលពុក អោះអាឈឿនមានទេកូន វាក្រនតើមិនកូនថាវាមានបានអញ្ចឹង បាទពុកកាលពីកន្លះខែមុនពូឈឿនត្រូវឆ្នោត13លេខដែលធ្វើឲ្យគាត់មានបានយ៉ាងលឿនហើយគាត់ខ្លាចជាសេដ្ឋីគាត់នៅមានមុខចំនួនច្រើនទៀតណាពុកកាយើងគិតថាកំពុងពាក់គាត់បន្តិចទៅឯពុក ល្អទេកូនដែលយើងទៅខ្ចីប្រាក់គេបែបនេះ ខ្ញុំគិតថាមិនអីទេពុកព្រោះគាត់គឺជាប្អូនប្រុសរបស់ពុកខ្ញុំគិតថាគាត់នឹងជួយពុកជាមិនខានបើអញ្ចឹងពុកសម្រាប់សិនចាស់ខ្ញុំទៅខ្ចីប្រាក់គាត់សិនវិបុលគេធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងក៏បានមកដល់ផ្ទះលោកសេដ្ឋីឈឿនលោកពូតើលោកពូនៅផ្ទះទេលោកពូ យីហើយនរណាគេស្រេចហៅអីនឹងតើរូបយើងមានការអ្វីទៅ លោកពូតើលោកពូនៅចំណាំខ្ញុំបានទេខ្ញុំគឺជាកូនពុកច័ន្ទណាពូខ្ញុំជាក្មួយប្រុសរបស់ពូ អោះក្មួយប្រុសយើងចាំឯងបានហើយនិយាយអញ្ចឹងឯងមករកយើងមានការអ្វីដែរហើយមិនក៏បងច័ន្ទមិនមកដែរអញ្ចឹង បាទពូពេលនេះពុករបស់ខ្ញុំគាត់ឈឺខ្លាំងណាស់ហើយមើលទៅលោកពូឥឡូវដូចជាកាក់កបដល់ហើយខ្ញុំមកនេះចង់សុំខ្ចីប្រាក់ពូខ្លះដើម្បីយកទៅមើលជំងឺពុករបស់ខ្ញុំ ថាមិនក្មួយប្រុសតើបងច័ន្ទឈឺមែនទេមិនអីទេណាក្មួយហើយឯងខ្ចីប្រាក់ប៉ុន្មានដែរទៅ បាទលោកពូខ្ញុំខ្ចីត្រឹមតែ1 លានរៀលតែប៉ុណ្ណោះនៅពេលដែលពុករបស់ខ្ញុំគាត់ជាហើយខ្ញុំរកប្រាក់បាននោះចាំខ្ញុំយកមកសងលោកពូវិញ មិនអីទេណាក្មួយនេះឯងយកទៅចោះ លោកពូប្រាក់មានត្រឹមតែ 100000 រៀលហ្នឹងមើលជំងឺពុករបស់ខ្ញុំមិននឹងជាទៅ ឯងយកប៉ុណ្ណឹងបានហើយយើងក៏គ្មានប្រាក់ច្រើនដែរឯងនៅក្មេងគួរណាតែខំប្រឹងធ្វើការមិនគួរណាបណ្ដោយឪពុករបស់ឯងឈឺអញ្ចឹងសោះ លោកពូខ្ញុំនៅមើលថែពុករបស់ខ្ញុំគ្មានពេលទៅរកប្រាក់នោះទេសូមលោកពូឲ្យប្រាក់ខ្ញុំខ្ចីបន្ថែមមកណា យីវិបុលឯងមិនចេះស្ដាប់ភាសាខ្មែរទេអីយើងប្រាប់ថាមានប្រាក់ឯងលក់ស្រែលក់ស្រូវហើយយកប្រាក់នោះមើលជំងឺពុករបស់ឯងទៅ លោកពូជួយមនុស្សច្រើនគ្នាមកហើយហេតុអ្វីក៏លោកពូមិនជួយពុករបស់ខ្ញុំដែរអញ្ចឹង ហើយអញថ្លង់ណាស់ឯងចេញទៅវិញទៅយើងគ្មានប្រាក់ឲ្យឯងខ្ចីនោះទេ វិបុលគេបានដើរចេញទាំងឈឺចាប់ដោយសារតែការប្រមាថរបស់លោកសេដ្ឋីដែលត្រូវជាពូរបស់គេបង្កើតវិបុលគេក៏បានដើរចេញទាំងដែលគេមិនបានយកប្រាក់សូម្បីតែ1 រៀលជាច្រើនឆ្នាំបានកន្លងផុតទៅគ្រប់យ៉ាងត្រូវបានប្រែប្រួលអ៊ំច័ន្ទគាត់ក៏បានជាពីជំងឺហើយជីវភាពរបស់គាត់ក៏ប្រសើរជាងមុនផងដែរ កូនប្រុសប៉ុន្មានឆ្នាំមកនេះកូនខិតខំខ្លាំងណាស់ បាទពុកនេះដោយសារតែពុកជាកម្លាំងចិត្តរបស់កូនទើបកូនតស៊ូមិនខ្លាចន័យហត់បែបនេះ កូនប្រុសឥឡូវនេះទៅយើងទៅឆៃបាយទៅព្រោះពុកដូចជាឃ្លានដែលហើយ បាទពុកបើអញ្ចឹងតោះយើងទៅថ្លែងពីលោកសេដ្ឋីឈឿននៅនេះវិញគេបានធ្លាក់ខ្លួនក្រីក្រលំបាកដោយសារតែមុខចំនួននឹងផ្ទះរបស់គេត្រូវបានភ្លឹងឆេះហើយប្រពន្ធរបស់គេក៏សុំលេងទៀតដោយសារតែគាត់លួចមានសហាយពេលនេះជីវិតរបស់គាត់ដើរតែតោលទាត់ខ្យល់តែម្នាក់ឯងហើយគ្មានគោលដៅឡើយពុកនោះគឺជាពូឈឿនតើហេតុអ្វីបានជាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះ
ពិតមែនហើយកូនអាឈឿនអើយអាឈឿនហេតុអ្វីបានជាឯងធ្លាក់ខ្លួននៅថ្នាក់នេះអញ្ចឹងបងប្រុសពេលនេះខ្ញុំធ្លាក់ខ្លួនហើយភ្លើងឆេះផ្ទាននឹងអាជីវកម្មរបស់ខ្ញុំវាត្រូវបានខូចខាតទាំងស្រុងអស់ហើយបងប្រុសអាប្រកាច់ឯងនេះពេលអញឈឺមិនជួយអញទេវាទៅជួយស្រីស្អាតឯណោះវិញឆ្កុយឥឡូវធ្លាក់ខ្លួនបែរជាមករោអញបងប្រុសយល់យើងជាបងប្អូនបង្កើតនឹងគ្នាសូមបងជួយខ្ញុំផងពុកអើយមើលទៅគាត់គួរឲ្យអាណិតណាស់កូនប្រុសពុកក៏អាណិតវាដែរព្រោះពុកមានប្អូនប្រុសតែម្នាក់គត់ដោយក្តីអាណិតរបស់អ៊ំចានគាត់ក៏បានឲ្យពូសឿនមកស្នាក់នៅជាមួយនឹងគាត់នេះហើយលទ្ធផលចិត្តល្អដោយមនុស្សចិត្តល្អដែលចង់បានខ្លួនប្រាណរបស់គេទីបំផុតក៏ធ្លាក់ក្នុងជ្រោះជ្រៅដោយមិនដឹងខ្លួន